កាលណាបើយើងព្រមទៅតាមការប្រែប្រួលហ្នឹងយើងមានការទុកអីគាត់ណាអត់មានការទុកទេអ្នកដតីស្រឡាញ់យើងបណ្ណាបណ្ណៃស្រឡាញ់មែនបោកបិឆោតទេប៉ុន្តែយើងក៏ហាមមិនបានខ្លួនគាត់នឹងក៏ហាមមិនបានពីព្រោះវាជាធម្មជាតិគឺវាអាចអស់សេចក្តីស្រឡាញ់ហ្នឹងទៅតែដឹងធ្វើម៉េចទៅណាហ្នឹងហើយអញ្ចឹងគឺមានតែការឲ្យអភ័យដល់គ្នានឹងឯងដែលយើងត្រូវយល់ទាំងកណាហើយយើងក៏មិនអាចចេះតែរំពឹងសេចក្តីសុខអំពីអ្នកណាម្នាក់អីចឹងទៅវាដូចជាទៅក្នុងโลกនេះខ្វះសេចក្តីសុខដតីទៀតណាស់អញ្ចឹងយើងត្រូវតែយល់ថាក្នុងโลกនេះមានសេចក្តីសុខច្រើនសន្ធឹកសន្ធាប់ណាស់មិនមែនចាំបាច់បានទៅពីអ្នកណាម្នាក់ហ្នឹងដែលយើងយំទាមទារសេចក្តីសុខពីម្នាក់ហ្នឹងទេជួនកាលយើងកើតទុកជួនកាលយើងប្រព្រឹត្តធ្វើនៅអំពើមិនគួរកប់បីអីផ្សេងវាអាចប៉ះពាល់មកដល់អ្នកដែលស្រឡាញ់យើងយ៉ាងសន្ធឹកណាព្រោះហេតុតែបុគ្គលមិនស្រឡាញ់យើងម្នាក់គឺយើងកើតទុកយើងយំសោកយើងឈឺចាប់យើងប្រព្រឹត្តធ្វើនៅអំពើមិនគួរកប់បីផ្សេងដោយយើងមិនចង់បានដឹងខ្លួនផងថាអំពើរបស់យើងដែលប្រព្រឹត្តហ្នឹងទុកសោករបស់យើងហ្នឹងវាជាការបន្ទុះដល់បេះដូងដល់ដើមទ្រូងអ្នកដែលស្រឡាញ់យើងច្រើនណាស់មានមេត្តាបិតាជាដើមដែលគាត់មើលថែយើងឲ្យជីវិតយើងទំនុកបំរុងឲ្យភាពកក់ក្ដៅយើងអត់បានគិតដល់សន្តានចិត្តរបស់គាត់ទេអ្នកដែលស្រឡាញ់យើងមិត្តភក្តិបងប្អូននឹងសន្ធឹកទៀតព្រោះហេតុតែអ្នកណាម្នាក់ដែលមិនស្រឡាញ់យើងយើងទៅជាប្រព្រឹត្តធ្វើនៅអំពើបៀតបៀនដល់អ្នកដែលស្រឡាញ់យើងយ៉ាងច្រើនដែលយើងអត់ដឹងថាជាការបៀតបៀនទៀតផងអាហ្នឹងយើងត្រូវចេះគិតក្នុងសេចក្តីហ្នឹងយើងត្រូវយល់តាមច្បាប់ធម្មជាតិ